ក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀប cover បទចម្រៀងនៅក្នុង Sono ដើម្បីកុំឲ្យវាចាប់artist ក៏ដូចជាទំនុកច្រៀង lyric អីផ្សេងៗប៉ុន្តែក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបfix ជួសជុលទៅលើវាចាប់artist អត់ពាក់ព័ន្ធជាមួយនឹងការចាប់ lyric អត្ថបទចម្រៀងទេអញ្ចឹងអ្នកទាំងអស់គ្នាចូលឡើងមើលកន្លែងនេះសិនខ្ញុំបាន down បទព្រាបសវត្ថគ្រប់គ្រាន់ហើយនឹងចម្ប៉ាវត្តបងដួងវរៈសិទ្ធនេះគឺបទទាំងពីរហ្នឹងគឺជាប់កម្មសិទ្ធិបញ្ញាអូអធិស្ឋានអាច cover បានទេអញ្ចឹងអ្នកទាំងអស់គ្នាចូល Sono មកដើម្បី upload បទចម្រៀងរបស់យើងហើយអ្នកទាំងអស់គ្នាឃើញជាក់ស្ដែងបាទចុចលើ audio មកបន្ទាប់មកចុចលើ upload audio ហើយជ្រើសរើសវីដេអូមិញទៅខ្ញុំជ្រើសរើសវីដេអូរបស់ខ្ញុំសិនឥឡូវខ្ញុំជ្រើសរើសយកចម្ប៉ាបាត់ដំបងព្រោះអីវាចាប់ខ្លាំងជាងបទព្រាបសវត្ថបទពីដើមណាហ្នឹងហើយអញ្ចឹងទៅវាចេញទម្រង់បែបហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាចាំឲ្យវាដើរចប់កន្លែងនេះចាំមើលទាំងអស់គ្នាហើយកន្លែងហ្នឹងខ្ញុំអត់ស្កប់ទេដើម្បីកុំឲ្យអ្នកទាំងអស់គ្នាថាខ្ញុំចេះតែថាចម្ប៉ាបាត់ដំបងកន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នារងចាំនាទីឲ្យវាដើរចប់សិនទៅវារៀងយូរដែរវានៅ scan បញ្ជាក់អ្នកទាំងអស់គ្នាអាហ្នឹងខ្ញុំបង្ហាញពីរបៀបដែលវាចាប់artist បទចម្រៀងសិល្បករតែនៅទំនុកច្រៀងផ្សេងទៀតទំនុកច្រៀងផ្សេងទៀតវាចាប់ច្រើន Sono ឃើញទេឃើញវាចេញក្រហមហ៎នេះ this audio match and existing record អញ្ចឹងវាចេញកន្លែងបែបហ្នឹងវាឲ្យយើងតាក់ទងទៅ support បើសិនជាបទចម្រៀងហ្នឹងវាជារបស់យើងអញ្ចឹងវាចាប់ទៅលើបទចម្រៀងដែលវាមានហើយអញ្ចឹងរបៀបធ្វើអ្នកទាំងអស់គ្នាចូលទៅកាន់ CapCut មកហើយចូលមកកាន់ CapCut បន្ទាប់មកជ្រើសរើសបទមិញមកនេះដួងវរៈសិទ្ធមិញដែលវាជាប់ហើយអញ្ចឹងអ្នកទាំងអស់គ្នាចុច add វាបញ្ចូលមកតោះមកអ្នកទាំងអស់គ្នាចុចលើវីដេអូនឹងមួយមកឥឡូវខ្ញុំប្រូមើលតិចខ្ញុំលុបចុងកតុយ CapCut ចេញអ្នកទាំងអស់គ្នាចុចលើវីដេអូហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាទាញវាទៅកន្លែងណាបន្តិចមកឲ្យឃើញជ្រុងបន្តិចមកបានហើយទាញទៅខាងលើក៏បានខាងណាក៏បានដែរសំខាន់កុំឲ្យវាឃើញដាក់ប៉ុណ្្នឹងមកហើយអ្នកទាំងអស់គ្នាត្រូវអ្នកទាំងអស់គ្នារកមើលកន្លែង audio effect នេះកន្លែង audio effect ចេញចុចកន្លែងហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នា search រកពាក្យ low ដោយសារខ្ញុំធ្លាប់បានដាក់ហើយនេះ search រកពាក្យ low ហ្នឹងមកកន្លែង search នេះយកពាក្យ low ហ្នឹងមកបន្ទាប់មកអ្នកទាំងអស់គ្នាចុចគ្រីសមកអូខេបន្ទាប់មកអ្នកទាំងអស់គ្នាតម្លើង speed វាតម្លើងល្បឿនឥឡូវខ្ញុំរកអូខាងក្រោមមកកន្លែង speed នេះបើសិនជាបទព្រាបសវត្ថមិញបទគ្រប់គ្រាន់ហ្នឹងខ្ញុំអត់តម្លើង speed ក៏ដាក់ទៅបានដែរប៉ុន្តែបទខ្លះវាចាប់ខ្លាំងដល់ពេលបទខ្លះវាចាប់ខ្លាំងអ្នកទាំងអស់គ្នាត្រូវតម្លើង speed គុណ2គុណ3គុណ1អីអាស្រ័យលើអ្នកទាំងអស់គ្នាធ្វើតេស្តខ្លួនឯងឥឡូវយើងចុច normal មកហើយខ្ញុំតម្លើង2កាំអ្នកទាំងអស់គ្នាត្រូវចាំថាបើសិនជាយើងតម្លើងដំបូងយើងតម្លើង1គុណ1មកបើវានៅតែជាប់ដាក់គុណ2បើវានៅជាប់ដាក់គុណ3មកដាច់ហើយឬអាចលើសហ្នឹងក៏បានដែរតាមប្រភេទបទចម្រៀងខ្លះវាចាប់ខ្លាំងចាប់តិចឥឡូវខ្ញុំដាក់ទៅគុណ2សាកមើលគុណ2ឥឡូវខ្ញុំដាក់គុណ3ហ្មងទៅបើដាក់គុណ3ហ្មងទៅកុំឲ្យច្រើនដងចុចគ្រីសមកបន្ទាប់មកអ្នកនរគ្នាចុចកន្លែង resolution នេះបិទឲ្យអស់ resolution នេះបិទឲ្យអស់ហើយកន្លែងនេះក៏បិទនេះហើយ frame នេះក៏បិទដែរជាងបន្តមកអ្នកទាំងអស់គ្នា export មក
bật resolution ở hay nơi ta export you bà lấy nhóm export cho ấy lấy nhóm cho Zono với tao mà này tao hay cho cái lệnh audio upload audio tại mà nhận nó này upload video để dương bànធ្វើការ export mà nhé bạn chẳng tao mà này tao nàyធ្វើការរងចាំវាការរងចាំវាដូចមិញសិនទៅបាទឥឡូវវាចិត្តចប់ហើយបាទខ្ញុំស្កប់តិចដើម្បីកុំឲ្យអ្នកទាំងអស់គ្នាចាំយូរចឹងណាឥឡូវវា6នាទីជាងហើយអ្នកទាំងអស់គ្នាចាំតិចទៅវាកំពុងតែ scan យើងធ្វើអញ្ចឹងបញ្ជាក់អ្នកទាំងអស់គ្នាបើសិនជាធ្វើអញ្ចឹងហើយនៅតែជាប់ក្រហមទៀតនៅតែវាជាប់ទៀតអ្នកទាំងអស់គ្នាចូលទៅធ្វើបែបហ្នឹងម្ដងទៀតបានន័យថាយកវីដេអូនេះអត់យកវីដេអូដើមទេណាយកវីដេអូយើងធ្វើហើយភាសាហ្នឹងអ្នកទាំងអស់គ្នាយកមកធ្វើចូលក្នុង CapCut ម្ដងទៀតបានន័យថាចូលទៅក្នុង CapCut ចុចលើវីដេអូយក audio effect តទៅពីយក audio effect ហើយអ្នកទាំងអស់គ្នាជ្រើសរើសយក low ដដែលមកហើយនេះឃើញទេនេះ copyright lyric អ្នកទាំងអស់គ្នាវាអត់ពាក់ព័ន្ធជាមួយនឹងអា copy មុនទេអានេះ copy ជាមួយនឹង lyric អញ្ចឹងប្រហែលវាចាប់ lyric អញ្ចឹងយើងត្រូវធ្វើវាភាសាទៀតមិនប្រហែលគឺវាចាប់ lyric ដូចខ្ញុំនិយាយអញ្ចឹងអានេះវាពាក់ព័ន្ធជាមួយ lyric គឺអ្នកទាំងអស់គ្នាចូល CapCut មកចូល CapCut ភាសាទៀតអ្នកទាំងអស់គ្នាធ្វើអញ្ចឹងភាសាទៀតធ្វើអញ្ចឹងភាសាទៀតមក upload របស់យើងនេះបញ្ជាក់យើងមិន upload វីដេអូដើមណាយើង upload វីដេអូដែលយើងបានធ្វើហើយមិញបានន័យថាយើងធ្វើវា2ដងអញ្ចឹងចុចលើនឹងដែរមកបន្តមកយកពាក្យ audio effect ដែរមកហើយខ្ញុំយក low ដែរមក low មកហើយចុច crease តោះមកអ្នកទាំងអស់គ្នាបិទវាចោលដូចមិញទៀតមកបិទទាំងអស់មកហើយចុច export មកបាទឥឡូវហើយអញ្ចឹងយើងចូល Zono ភាសាទៀតចុច audio ដែរមក upload ជ្រើសរើសវីដេអូយើងមិញហើយចាំមើលវាជាប់អត់ភាសាហ្នឹងអានេះតាមពិតទៅវាបញ្ហាលើសំឡេងភ្លេងគឺវាដោះស្រាយបានហើយមិញគឺវាពាក់ព័ន្ធជាមួយនឹង lyric មិញគឺវានៅចាប់ lyric បានអញ្ចឹងអ្នកនរត្រូវធ្វើភាសាទៀតដើម្បីកុំឲ្យវាចាប់ lyric បានទៅឲ្យវាស្ដាប់ទៅវល់វល់វាចាប់អត់បានឥឡូវយើងចាំមើលវាមិនអីឥឡូវវាពេញហើយបងប្អូននេះប៉ុន្តែចាំវាបន្តិចមើលឥឡូវខ្ញុំចុច continue ហ្មងទៅបើវាពេញហើយ continue មកអូខេអញ្ចឹងវាបានហើយនេះប៉ុណ្ណឹងបានហើយនេះយើងចុច continue មកវាពងសេវហើយអូខេអ្នកទាំងអស់គ្នាអញ្ចឹងបានជោគជ័យហើយយើងយើងឃើញវីដេអូរបស់យើងនេះវីដេអូរបស់យើងគឺយើង upload បានជោគជ័យហើយអញ្ចឹងអ្នកទាំងអស់គ្នាចង់ cover ក៏ចុច 3 មកតមកចុច remix ចុចពាក្យ cover យើង slow តិចបងខ្ញុំចុចសាមហើយចុច cover មិនអត់ទៅចេះ remix cover Zono វាចាញ់
ចេញតម្រងថ្មីអ្នកទាំងគ្នានេះវាចេញតម្រងអញ្ចឹងឬក៏មកពីទូរស័ព្ទខ្ញុំអ្នកនេះវីដេអូរបស់យើងអានេះ lyric ជាមួយខ្ញុំចុចលើ lyric មកនេះអូអានេះវាចាប់ lyric អត់បានអញ្ចឹងអត់បញ្ហាទេអាហ្នឹងសំខាន់យើងដាក់audio បានហើយអញ្ចឹងយើងចុចនេះមកខ្ញុំចុចរូបសញ្ញាភ្លេងបាទអញ្ចឹងខ្ញុំចុចlyric នេះមកដើម្បីដាក់ lyric ខ្ញុំចុចលុប lyric ដោយសារតែខ្ញុំមាន lyric អញ្ចឹងខ្ញុំទៅយក lyric ខ្ញុំសិនបាទឥឡូវខ្ញុំផាស lyric របស់ខ្ញុំចូលអញ្ចឹងខ្ញុំផាស lyric របស់ខ្ញុំចូលដោយសារតែ lyric នេះខ្ញុំឲ្យ Gemini វា transcript ឲ្យខ្ញុំអញ្ចឹងបងប្អូនទាំងអស់គ្នាយកពីណាយកទៅសម្រាប់ lyric ហើយចុច crease មកបន្ទាប់មកអ្នកទាំងអស់គ្នាអូមកកន្លែង style នេះចុចលើ style នេះមកព្រោះ style យើងមិនខ្វល់ហើយវា generate តាមនឹងមកយើងយកតាមវាទៅហើយ voice នេះយើងយកស្រីឬប្រុសនេះ voice ផ្សេងជាស្រ័យមិនកន្លែងស្រីឬប្រុសទេកន្លែងស្រីឬប្រុសខ្ញុំចុច advanced នេះមកដោយសារវា update ទម្រង់ថ្មីអញ្ចឹងខ្ញុំរៀងវល់ដែរអ្នកទាំងអស់គ្នាជាស្រ័យបងចុច advanced នេះវាលោតទម្រង់ចាស់នេះចេះនេះគោខ្ញុំដល់ហើយអ្នកទាំងគ្នាសង្ឃឹមថាអ្នកទាំងគ្នាយល់ហ្នឹងហើយអញ្ចឹងមកហើយ style នេះដែលមកហើយកន្លែង option នេះកន្លែងនេះយើងដាក់ចំណងជើងមកខ្ញុំគ្រាន់តែដាក់ចំណងជើងឲ្យចំណាំមើលសិនទេខ្ញុំដាក់តេស្តបន្ទាប់មកមក option នេះអ្នកគ្នាជ្រើសរើសបាត់ប្រុសយកបាត់ប្រុសស្រីយកស្រីមកបើយើងមិនបាច់យកក៏បានដែរតាមពិតទៅកន្លែងហ្នឹងវាចាប់ដឹងខ្លួនវាហើយតែយើងយកទៀតទៅដើម្បីច្បាស់បន្ទាប់មកអ្នកគ្នាចុច create ខ្ញុំគាត់ថាវានឹងជាប់ lyric មួយសារទៀតចាំមើលចាំតិចពូសូណូវា scan អាក្រាវីរុសអត្ថបទទំនុកច្រៀងរបស់យើងនេះឃើញទេនេះយក lyric content copyright material please change មើលតនេះអញ្ចឹងអ្នកនរគ្នាយើងវគ្គទី1នេះយើងដាក់បទចម្រៀងចូលបានហើយប៉ុន្តែវានៅជាប់ lyric ជារឿងមួយផ្សេងទៀត lyric ដោយសារខ្ញុំដាក់ lyric ចំពេក lyric ចំពេកវា scan ចាប់ lyric នឹងបានអញ្ចឹងអ្នកនរគ្នាមើលធ្វើកន្លែងហ្នឹងឲ្យបានសិនទៅបន្ទាប់មកវីដេអូក្រោយខ្ញុំនឹងបង្ហាញពីរបៀបថាធ្វើម៉េចត្រូវឲ្យ lyric ហ្នឹងដាក់បានអរគុណបងប្អូនទាំងគ្នាខ្ញុំអត់ចង់ឲ្យវែងទេតែទីបំផុតនៅវែងប៉ុន្តែបើអ្នកទាំងអស់គ្នាមិនមើលឲ្យយកចិត្តទុកដាក់ឲ្យតចប់ទេអ្នកទាំងអស់គ្នាជួបបញ្ហាធ្វើអត់បានទេ